គ្នាខ្ញុំដានីហើយថ្ងៃនេះមកត្រឡប់មកជួបនេះខ្ញុំទៀតហើយនៅអអត្ថបទថ្មីនេះបងប្អូនគ្នាហើយចំពោះសប្តាហ៍នេះរៀងសលេងរៀងគឺងតិចហើយដោយសារតែមានបញ្ហាសុខភាពតិចបន្តួចចឹងណាបងប្អូនគ្នាហើយថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយមកចែករំលែកជូនអ្នកទាំងអស់គ្នាបានកាត់ពិចារណាយកទុកជាចំណេះដឹងនៅក្នុងការរស់នៅទាំងអស់គ្នាអូខេអត្ថបទថ្ងៃនេះគឺយើងនិយាយពីការចេះឲ្យតម្លៃមកលើខ្លួនឯងការចេះទទួលស្គាល់នៅអ្វីដែលខ្លួនឯងកំពុងតែមានអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាធ្លាប់ឮទេដែលគេតែនិយាយថាចេះស្រឡាញ់អ្វីដែលខ្លួនឯងមានអឺការចេះស្រឡាញ់នៅអ្វីដែលខ្លួនឯងមាននោះពាក្យហ្នឹងវាពិតជាទូលំទូលាយខ្លាំងមែនទែននរណាក៏គេធ្លាប់ឮដែរប៉ុន្តែអ្នកទាំងអស់គ្នាដឹងថាការដែលយើងចេះស្រឡាញ់នៅអ្វីដែលខ្លួនឯងមានហ្នឹងតើយើងរាល់ថ្ងៃនេះយើងបានស្រឡាញ់វានៅយើងពេញចិត្តខ្លួនឯងនៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកនិយាយខ្លះៗទាក់ទងទៅនឹងឲ្យតម្លៃនៅអ្វីដែលខ្លួនយើងកំពុងតែមាននៅពេលដែលយើងចេះឲ្យតម្លៃទៅលើអ្វីដែលយើងកំពុងតែមាននោះមានន័យថាយើងកំពុងយើងនឹងចេះពីរបៀបឲ្យតម្លៃទៅលើអ្នកដទៃនៅពេលដែលយើងចេះស្រឡាញ់ខ្លួនឯងយើងក៏ចេះពីរបៀបនៅក្នុងការស្រឡាញ់អ្នកដទៃដូចគ្នាអ្នកទាំងអស់គ្នាអឺជាក់ស្ដែងឧទាហរណ៍ទៅលើសត្វមេអំបៅគឺវាមានស្លាបដ៏ស្រស់ស្អាតរបស់វាប៉ុន្តែវាអត់ដឹងខ្លួនទេថាវាមានស្លាបពណ៌បែបម៉េចបែបណាស្អាតឬអាក្រក់ប៉ុន្តែវាដឹងត្រឹមថាវាមានស្លាបដ៏រឹងមាំនៅក្នុងការហោះហើរទៅគ្រប់ទីកន្លែងដែលវាចង់ទៅវាប្រៀបបានដូចជាមនុស្សយើងអញ្ចឹងអ្នកទាំងអស់គ្នាមនុស្សយើងទោះបីជាយើងមានពណ៌សម្បុរបែបណារូបរាងតូចធំសក់រួញសក់ត្រង់ឬក៏បែបណាក៏ដោយគឺយើងត្រូវតែចេះឲ្យតម្លៃទៅលើខ្លួនឯងពីព្រោះអីធម្មជាតិបានបង្កើតយើងឡើងមកមានរូបរាងមានជីវិតមានដៃមានជើងគ្រប់គ្រាន់ប៉ុណ្ណឹងគឺវាគ្រប់គ្រាន់ដែរអ្នកទាំងអស់គ្នាចំពោះសម្រស់វាស្ថិតនៅលើបុណ្យបាបរបស់យើងដែរអ្នកទាំងអស់គ្នាគឺយើងកាត់មកស្អាតអាក្រក់ហ្នឹងគឺវាអាស្រ័យទៅលើធម្មជាតិជាអ្នកបង្កើតទេអញ្ចឹងនៅពេលដែលយើងមានវាហើយយើងគួរតែទទួលស្គាល់វាហើយយើងប្រើប្រាស់វាឲ្យបានល្អបំផុតនៅក្នុងជីវិតរបស់យើងអឺវាមិនមែនមានន័យថាយើងមានរូបសម្បុរសម្រស់មិនស្អាតយើងមិនអាចសម្រេចតាមក្តីសុបិនរបស់យើងទេគឺវាមិនអញ្ចឹងទេមិនថាយើងមានរូបរាងបែបណាក៏ដោយគឺយើងនៅតែអាចសម្រេចបាននូវក្តីសុបិនដែលយើងចង់ធ្វើយើងចង់ទៅទីកន្លែងណាក៏បានដែលយើងចង់ទៅដូចគ្នាអ្នកនរគ្នាអ្នកនរគ្នាធ្លាប់ឃើញអ្នកដែលគាត់មានសម្រស់មិនសូវស្អាតគាត់ឡើងនិយាយលើកទឹកចិត្តមនុស្សគ្រប់គ្នាមនុស្សជាច្រើននៅលើឆានអ្នកនរគ្នាហ្នឹងហើយគឺកត្តាផ្លូវចិត្តរបស់គាត់វាមិនមែនស្ថិតនៅលើរូបរាងរបស់គាត់នៅខាងក្រៅទេគឺគាត់មានផ្លូវចិត្តរឹងមាំមានផ្នត់គំនិតរឹងមាំអញ្ចឹងអាចឲ្យគាត់ក្លាយជាអ្នកដឹកនាំគេផងដែរនិយាយរួមទៅការចេះទទួលយកនៅអ្វីដែលយើងមានហ្នឹងគឺពេលខ្លះគឺវាពិបាកខ្លាំងមែនទែនពីព្រោះតែការរស់នៅក្នុងសង្គមវាតែងតែមានការប្រៀបធៀបគ្នាទៅវិញទៅមកអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះមិនថាតែសម្រស់ទេតែចំណេះដឹងក៏ដូចគ្នាដែរអ្នកនរគ្នាអឺមនុស្សយើងនៅក្នុងសង្គមគឺភាគច្រើនតែកាលណាយើងរស់នៅជុំគ្នាគឺយើងចង់ដូចគេយើងអត់ចង់ខុសគេឧទាហរណ៍ថាសង្គមហ្នឹងគឺគេស្រឡាញ់សម្បុរសអញ្ចឹងនៅពេលដែលយើងមានសម្បុរដែលរាងស្អែមមិនសូវសនោះនៅពេលនោះហើយដែលយើងចង់ផ្លាស់ប្ដូរខ្លួនឯងដើម្បីចូលចុះជាមួយនឹងសង្គមជាមួយគេដែរអញ្ចឹងបើយើងក៏ឡេកមកមើលវិញផ្នត់គំនិតនៅក្នុងសង្គមវាពិតជាសំខាន់ហើយអ្វីដែលកាន់តែសំខាន់គឺយើងខ្លួនឯងតែយើងមានគោលចំហខ្លួនឯងនៅមិនថាសង្គមនឹងបែបណានៅពេលដែលយើងមានគោលចំហខ្លួនឯងរឹងមាំនោះយើងនឹងអាចដឹកនាំខ្លួនឯងទៅរកផ្លូវត្រូវគឺអត់ទៅតាមសង្គមគេនោះទេអញ្ចឹងយើងទទួលយកទៅថាយើងមានស្បែកបែបហ្នឹងមានសម្បុរបែបហ្នឹងទោះបីជាក្នុងសង្គមគេស្រឡាញ់ស្បែកសប៉ុន្តែយើងមានសម្បុរបែបហ្នឹងគឺយើងស្រឡាញ់បែបហ្នឹងឯងទោះបីជាអ្នកដទៃមើលមកយើងមិនក៏ដោយ
និយាយរឿងហ្នឹងទៅដូចជានៅក្នុងសង្គមយើងសព្វថ្ងៃអញ្ចឹងអ្នកនរគ្នាមនុស្សមួយចំនួនគឺគេឲ្យតម្លៃទៅលើសម្ភារៈនិយមអួតគ្នាដូរសេរីទូរស័ព្ទដូរសេរីឡានម៉ូតូអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងនៅពេលដែលយើងអត់មានអាហ្នឹងយើងក៏លេចទៅមើលគេគឺយើងចង់បានដូចគេតើយើងគួរតែទៅបង់រំលោភដើម្បីបានដូចគេឬក៏យ៉ាងណាតាមពិតអានេះគឺវាជាទ្រព្យសម្បត្តិរបស់យើងម្នាក់ៗដែលយើងមានដែលយើងខិតខំប្រឹងប្រែងរកមកដើម្បីទិញវាអញ្ចឹងបើសិនជាយើងមិនមានលទ្ធភាពទេក៏យើងគិតថានៅថ្ងៃណាមួយគឺយើងអាចមានវាតែយើងមិនបាច់ចាំទៅបង់រំលោភប្រាក់ខែមានប្រាក់ខែល្មមទៅបង់រំលោភដើម្បីបានដូចគេនោះយូរៗទៅយើងនឹងមានបំណុលកាន់តែច្រើនដល់ពេលដែលយើងហោះហើរតាមគេដែរអ្នកនរគ្នាអញ្ចឹងកត្តាសង្គមវាពិតជាសំខាន់វាអាចធ្វើឲ្យយើងនឹងលង់ខ្លួនទៅតាមគេដែរចឹងអ្នកនរបើសង្គមនឹងល្អគឺវាអត់បញ្ហាប៉ុន្តែបើសង្គមនឹងអត់ល្អទេនោះយើងនឹងឯងជាអ្នកមានបញ្ហាអ្វីដែលសំខាន់គឺយើងត្រូវតែមានកលចំហររឹងមាំចំពោះខ្លួនឯងនៅក្នុងការដឹកនាំខ្លួនឯងទៅរកផ្លូវត្រូវនិងដឹកនាំសង្គមរបស់យើងទៅរកផ្លូវត្រូវដូចគ្នាដែរមួយវិញទៀតណាអ្នកនរគ្នានៅពេលដែលយើងទទួលស្គាល់ថាយើងពិតជាបែបហ្នឹងមែននោះយើងនឹងគិតថាតើយើងគួរតែផ្លាស់ប្ដូរខ្លួនឯងអត់ខ្ញុំគិតថាបើសិនជារឿងហ្នឹងឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងខ្ញុំមានបញ្ហាឡើងមុនដែលយើងអត់ធ្លាប់មានកាលពីមុនមកអញ្ចឹងត្បូងវាពិតជាពិបាកទទួលយកខ្លាំងមែនទែនអ្នកនរគ្នាដោយសារតែយើងធ្លាប់តែមានមុខស្អាតរលោងវាថាមានមួយអីចឹងវាមិនមែនមានច្រើនអញ្ចឹងឯងពេលដំបូងវាពិតជាពិបាកនៅក្នុងការទទួលយកខ្លាំងមែនទែនវាធ្វើឲ្យយើងប៉ះពាល់ទៅលើផ្លូវចិត្តរបស់យើងអត់សូវហ៊ានចេញក្រៅគ្រាន់ថានៅពេលដែលជួបអ្នកដទៃគេនិយាយតាក់ទងអារឿងហ្នឹងគឺវាដូចជាចំណុចខ្សោយមួយចាក់ឈឺចាប់ខ្លាំងមែនទែនដោយសារតែយើងអត់ដែលឮពាក្យសម្ដីហ្នឹងពីមុនមកយើងអត់ដែលជួបអញ្ចឹងវាសុខយើងបែរជាត្រូវជួបប្រទះទៅលើរឿងហ្នឹងអញ្ចឹងវាធ្វើឲ្យខ្ញុំបាក់ទឹកចិត្តខ្លាំងដែរកណ្ដឹងហើយបន្ទាប់មកក៏លេងចង់អត់សូវហ៊ានទៅក្រៅអត់សូវហ៊ានជួបអ្នកគេភាគច្រើនទៅក្រៅពាក់ប៉ាពាក់អីចឹងទៅដល់ពេលហើយក៏ត្រឡប់មកគិតវិញថាចុះបើវាកើតឡើងហើយយើងទទួលយកវាទៅប៉ុន្តែយើងមិនមែនយកវាទុកជាមួយយើងរហូតទេយើងទទួលយកវាហើយយើងព្យាបាលវាម្ដងបន្តិចម្ដងបន្តិចនិយាយរួមទៅគឺព្យាយាមខ្លាំងមែនទែនអ្នកទាំងអស់គ្នាទាំងការញ៉ាំ head brand ការគេងការប្រើ skin care ពីក្រៅគឺខ្ញុំពិតជាមិនថាមើលថែវាខ្លាំងមែនទែនណាដើម្បីឲ្យវាបានមកដល់ឥឡូវជឿអ្នកទាំងអស់គ្នាវាបានគ្រាន់ច្រើនហើយផ្លូវចិត្តរបស់យើងក៏វាប្រសើរឡើងជាងមុនផងដែរនិយាយរួមទៅមនុស្សយើងម្នាក់ៗតែមានបញ្ហារាយខ្លួនមិនថាបញ្ហាជាមួយខ្លួនឯងគ្រួសារជាមួយនឹងមិត្តភក្តិអីអ្នកនរគ្នាគឺយើងតែជួបវាជារៀងរាល់ថ្ងៃប៉ុន្តែយើងទទួលយកវាទៅថាយើងពិតជាជួបប្រទះទៅលើរឿងពិបាកច្រើនប៉ុន្តែវាធ្វើឲ្យយើងរឹងមាំនៅពេលដែលយើងបានដោះស្រាយនៅបញ្ហាហ្នឹងបានណាអ្នកនរគ្នានៅពេលដែលយើងដោះស្រាយបញ្ហាហ្នឹងបានយើងបន្តដំណើរយើងទៅមុខបន្តទៀតវាធ្វើឲ្យផ្លូវចិត្តរបស់យើងវាកាន់តែរឹងមាំជាងមុនពីមួយថ្ងៃទៅមួយថ្ងៃហើយនៅពេលដែលយើងជួបរឿងពិបាកជាងហ្នឹងទៀតនៅពេលនោះគឺផ្លូវចិត្តរបស់យើងវាបានរឹងមាំហើយអញ្ចឹងវានឹងពិតជាវាអត់ចុះស្ដែងទៅលើបញ្ហាមួយហ្នឹងឯងយើងនឹងមានគំនិតនៅក្នុងការដោះស្រាយបញ្ហាមួយហ្នឹងហើយពីមួយដំណាក់កាលទៅមួយដំណាក់កាលនៅក្នុងជីវិតរបស់យើងបន្តទៅទៀតអញ្ចឹងជាចុងក្រោយនេះខ្ញុំអត់មានអ្វីទៀតទេក៏សូមផ្ញើទៅកាន់អ្នកនរគ្នាថាមិនថានៅក្នុងកលៈទេសៈណានៅក្នុងស្ថានភាពបែបណាទេនៅពេលដែលយើងជួបបញ្ហាយើងត្រូវតែដំបូងយើងទទួលយកវាហើយយើងចាប់ផ្ដើមដោះស្រាយវាពីមួយជំហានទៅមួយជំហានកុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេកហើយត្រូវតែមាន positive mindset ថាគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយហើយយើងនឹងធ្វើវាបានមិនថានៅថ្ងៃយើងនឹងធ្វើវាបាននៅថ្ងៃណាមួយមិនយូរនឹងមិនឆាប់ឲ្យតែយើងរក្សានៅការខិតខំប្រឹងប្រែងរបស់យើង
ជាចុងក្រោយនេះខ្ញុំពិតជាអរគុណខ្លាំងមែនទែនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Like Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នា. បាទ